ក្រោយពេលដកធ្មេញហើយបៀមទឹកអំបិលសម្រាប់មេរោគតើល្អអត់ខ្ញុំនឹងនិយាយអំពីវិធីថែទាំ3ចំណុចសំខាន់ៗក្រោយពេលដកធ្មេញហើយវិធីទី3នឹងពន្យល់អំពីការដែលចង់ប្រើប្រាស់ទឹកអំបិលសម្រាប់មេរោគវិធីថែទាំទី1ត្រូវសម្រាកឲ្យបានច្រើនដើម្បីឲ្យរាងកាយយើងរឹងមាំជៀសវាងការខិតខំប្រឹងធ្វើការដោយប្រើកម្លាំងនិងជាពិសេសហាមនិយាយច្រើននៅក្នុងថ្ងៃដែលយើងដកឬវះធ្មេញហើយវិធីទី2ត្រូវលេបថ្នាំតាមការណែនាំកម្រិតក្នុងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជាទូទៅត្រូវបានចេញដោយតួបណ្ឌិតដែលបានដកឬវះដោយផ្ទាល់ព្រោះគាត់គឺជាគ្រូពេទ្យដែលដឹងពីស្ថានភាពជាក់ស្ដែងច្បាស់ជាងអ្នកណាទាំងអស់ប្រសិនបើមិនមានការអនុញ្ញាតពីគ្រូពេទ្យសូមកុំប្រើ antibiotics ឬយើងហៅថាថ្នាំសះដោយខ្លួនឯងព្រោះនៅក្នុងករណីដែលមិនចាំបាច់សោះហើយយើងទិញមកលេបនោះវាធ្វើឲ្យមានផលវិបាកផ្សេងៗសម្រាប់ខ្លួនយើងទៅថ្ងៃមុខវិធីទី3ប្រើប្រាស់ទឹកថ្នាំខ្ពុលមាត់សំណួរសួរថាតើយើងអាចប្រើទឹកអំបិលជំនួសថ្នាំខ្ពុលមាត់បានឬទេចម្លើយគឺមិនគួរហេតុអ្វីពីព្រោះនៅក្នុងអំបិលសម្លមិនមានសារធាតុ chlorhexidine ដែលមានមុខងារទៅសម្លាប់បាក់តេរីឬមេរោគនោះទេការលាយទឹកអំបិលដោយខ្លួនឯងមកប្រើក្រោយពីពេលដកធ្មេញដោយមិនដឹងពីកំហាប់អំបិលដោយមិនដឹងពីភាពស្អាតរបស់អំបិលដោយមិនដឹងពីស្ថានភាពរបួសក្នុងមាត់អាចបណ្ដាលឲ្យមានបញ្ហាផ្សេងៗពាក់ព័ន្ធទៅនឹងការជាសះស្បើយនៃមុខរបួសដូច្នេះការប្រើប្រាស់ទឹកថ្នាំខ្ពុលមាត់ដែលមានសារធាតុ chlorhexidine នឹងជួយសម្លាប់បាក់តេរីក្នុងមាត់ជួយកាត់បន្ថយការរលាកជួយពន្លឿនការជាសះស្បើយនៃមុខរបួសក្រោយពេលដកធ្មេញហើយ